ឆាត្រប់វែងជាទូទៅគឺយើងយកត្រប់តែអាំងសិនមិនយើងយកមកឆាប៉ុន្តែនេះគឺខ្ញុំអត់បានយកតែអាំងទេគឺខ្ញុំយកមកឆាតែម្ដងប៉ុន្តែយើងត្រូវជ្រើសរើសត្រប់ណាដែលខ្ចីៗបងប្អូនអញ្ចឹងយើងមានជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយខ្ទឹមសចិញ្ច្រាំនេះគឺយើងដាក់ឲ្យរៀងច្រើនក៏ឈ្ងុយក៏ឆ្ងាញ់ដូចគ្នាខ្ញុំប្រើជាមួយនឹងលាយជាមួយនឹងស្លឹកខ្ទឹមតែខ្ញុំដាក់រៀងច្រើនណាបងប្អូនយើងកាត់រៀងវែងៗអញ្ចឹងមកចំពោះត្រប់វិញគឺយើងទិញត្រប់ណាដែលរៀងខ្ចីអត់ចាស់ទេបើត្រប់អាំងមុននឹងឆាគឺយើងយកត្រប់រៀងចាស់មានទឹកច្រើនខ្លាញ់ច្រើនហ្នឹងណាអានឹងយើងអាំងទៅវាចេញជាតិឆ្ងាញ់តែបើត្រប់ខ្ចីនេះគឺយើងឆាដែលមិនបាច់អាំងក៏វាមានរសជាតិឆ្ងាញ់ដែរបងប្អូនអញ្ចឹងបន្ទាប់មកគឺខ្ញុំយកខ្ទឹមសដែលខ្ញុំបានច្រាំហ្នឹងខ្ញុំដាក់ខ្លាញ់ឲ្យរៀងក្តៅបើកភ្លើងដាក់ខ្លាញ់ឲ្យរៀងក្តៅហើយគឺខ្ញុំដាក់ខ្ទឹមសបំពងវាឲ្យឡើងឈ្ងុយឡើងពណ៌រៀងក្រហមព្រឿងអញ្ចឹងណាបងប្អូនឲ្យរៀងឡើងឈ្ងុយហើយគឺយើងសម្ដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលតែម្ដងអញ្ចឹងជាទូទៅអ្នកខ្លះគឺគាត់បំពងខ្ទឹមឲ្យឈ្ងុយហើយក៏ដាក់គ្រឿងចូលហើយគាត់ដាក់សាច់ចូលប៉ុន្តែខ្ញុំអត់ទ្រលាប់ចឹងបងប្អូនខ្ញុំឆាសាច់ឲ្យរៀងឡើងក្រៀមបន្តិចហើយបើខ្ញុំដាក់វាយគ្រឿងចូលតែម្ដងអញ្ចឹងយើងឆាឲ្យវារៀងឡើងឆ្អិនមកល្មមសិនទៅចាំយើងដាក់គ្រឿងផ្សំរបស់យើងចូលចឹងគ្រឿងផ្សំពីច្រើនគឺខ្ញុំធ្វើគឺខ្ញុំវាល់ពេលដែលយើងអាសាវាល់ចឹងទៅយូរទៅចាំដៃទៅអត់សូវហត់ថែមគ្រឿងច្រើនទេបងប្អូនអញ្ចឹងខ្ញុំដាក់ស្ករសកន្លះស្លាបព្រាបាយហើយខ្ញុំមានជាមួយនឹងម្សៅខ្នុរហ្នឹងគឺខ្ញុំដាក់អត់ដល់កន្លះស្លាបព្រាបាយទេប៊ីចេងហ្នឹងមកចុងស្លាបព្រាបាយមកបានដែរបងប្អូនហើយឆាហ្នឹងគឺខ្វះអត់បានហ្មងជាមួយនឹងម្រេចចឹងយើងដាក់ម្រេចហ្នឹងចិត្តកន្លះស្លាបព្រាបាយយើងចង់ហឹរខ្លាំងចឹងដាក់ច្រើនចឹងហ្នឹងទៅហើយទឹកត្រីបន្តិចប្រេងខ្យងក្នុងឆានេះគឺខ្ញុំប្រើទឹកស្ដេចស៊ុបបន្តិចដែរដើម្បីចាប់ជាតិចឹងណាបើអត់មានទឹកស្ដេចស៊ុបនោះមិនបាច់ដាក់ក៏បានដែរបងប្អូនចឹងយើងឆាឲ្យវារៀងឡើងឈ្ងុយទៅឆាឲ្យវារៀងសព្វសាច់ចូលជាតិសាច់របស់យើងរៀងឆ្អិនទៅបន្ទាប់មករៀងស្ងួតបន្តិចទេបងប្អូនរៀងស្ងួតដាច់ទឹកប្រៃហើយគឺខ្ញុំចាក់ទឹកចូលបន្តិចដើម្បីជៀសវាងវាខ្លោចវាអីចឹងទៅបងប្អូនបន្ទាប់មកគឺយើងរំងាស់វាចោលឲ្យរៀងឡើងឆ្អិនសាច់ល្មមទឹកនេះយើងដាក់បានស្មានទៅបងប្អូនព្រោះពេលដែលយើងដាក់ត្រប់ចូលហ្នឹងគឺត្រប់ហ្នឹងគឺវានឹងចេញជាតិទឹកតិចទៀតដែរអញ្ចឹងយើងដាក់ត្រប់ចូលនៅពេលដែលឆ្អិនរៀងសព្វសាច់អស់ហ្នឹងដាក់ត្រប់ចូលតែម្ដងទៅបន្ទាប់មកគឺយើងឆាវាត្រឡប់វាយ៉ាងណាឲ្យត្រប់វាឡើងទន់អញ្ចឹងណាត្រប់នេះវាជាក់បងប្អូននៅពេលដែលចិត្តហើយអីហើយនេះគឺយើងត្រាំទឹកសិនទៅព្រោះត្រប់បើសិនជាយើងអត់ត្រាំទឹកចោលអញ្ចឹងវាឡើងខ្មៅឡើងអីអញ្ចឹងណាចឹងយើងត្រាំទឹកហើយនៅពេលដែលយើងឆាចាំយើងស្រង់ចេញពីទឹកតែម្ដងបន្ទាប់ពីខ្ញុំដាក់ត្រប់ចូលកូររៀងតិចហើយគឺខ្ញុំចាក់ទឹកចូលបន្តិចដើម្បីឲ្យត្រប់យើងគឺឆាប់ទន់សាច់ហើយយើងតឡើងភ្លើងតិចទៅឲ្យឆាប់ឆ្អិនអញ្ចឹងណាអញ្ចឹងយើងភ្លក់មើលទៅភ្លក់តាមចំណង់ចំណូលចិត្តតាមរសជាតិដែលបងប្អូនចង់បានណាថាយើងចង់បានរសជាតិប៉ុណ្ណាអីប៉ុណ្ណានឹងភ្លក់មើលនៅពេលហ្នឹងហើយភ្លក់មើលហើយយើងទុកមកពុះឲ្យវាឡើងទន់ល្មមបានហើយមិនបាច់ទន់ពេកទេបងប្អូនត្រប់នេះតែកាលណាទន់ពេកទៅជាអៀចវិញអញ្ចឹងយើងទុកវាមកទន់ល្មមទៅបានហើយជាចុងក្រោយគឺយើងដាក់ជាមួយនឹងស្លឹកខ្ទឹមដែលយើងបានហាន់ហើយចូលហ្នឹងយើងហាន់វែងក៏បានខ្លីក៏បានដែរបងប្អូនតាមចំណូលចិត្តទេតែភាគច្រើនគឺខ្ញុំហាន់អញ្ចឹងព្រោះឆាអញ្ចឹងគឺខ្ញុំហាន់រៀងវែងអញ្ចឹងណារបៀបថាដូចបន្លែមួយមុខដែរអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើចង់សាកឆាត្រប់ដែលយើងអត់បាច់អាំងអត់អីហ្នឹងគឺរសជាតិឆ្ងាញ់ដូចគ្នាទេសាកឆាញ៉ាំទៅបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូនេះកុំភ្លេចជួយ like share subscribe YouTube channel យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ